កាន់តែរន្ធត់ចិត្តតារាប្រជើងចាស់ហុងកុងវ័យ64ឆ្នាំលោកអេនឌីឡាវហៅលីតៅហួរទ្រាំលែងបានចេញមុខមកបបពាក្យផាំងប៉ុន្មានម៉ាត់បែបនេះទៅកាន់តារាប្រយូមីនឡុងនៅក្នុងការប្រគំតន្ត្រីរបស់ខ្លួនពេលឮថាយូមីនឡុងត្រូវបានគេបំពេញរាងកាយ5ទៅ6នាក់រួចសម្លាប់យ៉ាងព្រៃផ្សៃបោះចេញពីអគារដ៏ខ្ពស់ជាន់ទីតើយុត្តិធម៌នឹងមានសម្រាប់តារាប្រយូមីនឡុងហៅអាឡានយូដែរឬទេសហសិល្បករមួយរូបទៀតហើយបានបង្ហាញការសោកស្ដាយចំពោះការស្លាប់របស់យូមីនឡុងលោកអេនឌីឡាវហៅលីតៅហួរដែលជាតារាចម្រៀងនិងជាតារាសម្ដែងជាន់ខ្ពស់របស់ហុងកុងវ័យ64ឆ្នាំបានចូលរួមគោរពវិញ្ញាណក្ខន្ធរបស់តារាប្រុសដ៏សែនស្លូតបូសុភាពរៀបសារយូមីនឡុងអតីតតារាសម្ដែងចិនដែលបានទទួលមរណភាពកាលពីថ្ងៃទី11ខែកញ្ញាឆ្នាំ2025កន្លងទៅនៅក្នុងការប្រគំតន្ត្រីរបស់គាត់តារាប្រុសជើងចាស់អេនឌីឡាវបានច្រៀងចម្រៀងដ៏ពិសេសមួយបទដើម្បីរំលឹកទៅដល់យូមីនឡុងដែលបានបង្ហាញពីការគោរពនិងក្តីស្រឡាញ់ចំពោះមិត្តឬហៅថាសិស្សប្អូនដែលបានចាក់ចេញទៅជារៀងរហូតឡើងវិលត្រឡប់រឿងរ៉ាវនៃមិត្តភាពស្និទ្ធស្នាលរបស់អេនឌីឡាវនិងយូមីនឡុងត្រូវបានគេដឹងថាមានទំនាក់ទំនងស្និទ្ធស្នាលខ្លាំងនៅក្នុងវិស័យសិល្បៈអ្នកទាំងពីរត្រូវបានគេមើលឃើញជាញឹកញាប់ជាមួយគ្នាក្នុងឱកាសផ្សេងៗទាំងនៅលើឆាកនិងតាមបណ្ដាញសង្គមនានាតារាប្រុសយូមីនឡុងដែលបានស្លាប់នៅអាយុ37ឆ្នាំបន្ទាប់ពីធ្លាក់ពីលើអគារមួយជាន់ទី6បានបន្សល់ទុកនៅចំណាប់អារម្មណ៍ការសោកស្ដាយអាណិតសង្វេគយ៉ាងខ្លាំងទៅដល់មនុស្សជាច្រើនមិត្តនៅក្នុងពិភពសិល្បៈក៏ដូចជា fan រួមទាំងតារាប្រុសជើងចាស់ដ៏មានសមត្ថភាពទេពកោសល្យអេនឌីឡាវផងដែរការសរសើរនៅក្នុងការប្រគំតន្ត្រីរបស់លោកអេនឌីឡាវមិនត្រឹមតែច្រៀងបទដ៏ល្បីប៉ុណ្ណោះនោះទេប៉ុន្តែថែមទាំងចំណាយពេលមួយផ្លែតដើម្បីរំលឹកទៅដល់តួឯកប្រុសមានឈ្មោះល្បីល្បាញយូមីនឡុងទៀតផងអេនឌីឡាវនិយាយអំពីយូមីនឡុងជាមិត្តដ៏មានអត្ថន័យសម្រាប់គាត់ត្រូវបានគេមើលឃើញសូម្បីតែសម្លឹងមើលពេលកាន់ដៃរបស់គាត់ហាក់ដូចជាគាត់កំពុងតែនិយាយដោយផ្ទាល់ជាមួយនឹងយូមីនឡុងនៅអាណាចក្របកាប្រតិកម្មរបស់អ្នកគាំទ្រអេនឌីឡាវនិងយូមីនឡុងមានការរំជួយចិត្តយ៉ាងខ្លាំងចំពោះការគោរពនេះពួកគេជាច្រើនបានបញ្ចេញមតិវិជ្ជមាននិងកោតសរសើរទៅដល់តារាប្រុសអេនឌីឡាវដែលបានចងចាំតារាប្រុសយូមីនឡុងនៅក្នុងការប្រគំតន្ត្រីរបស់គាត់អ្នកគាំទ្រម្នាក់បាននិយាយថាតារាចម្រៀងវ័យចំណាស់រូបនេះមិនត្រឹមតែមករំលឹកដល់យូមីនឡុងតែមួយមុខប៉ុណ្ណោះនោះទេតែនេះពិតជាបង្ហាញពីការគោរពចំពោះមិត្តរបស់អេនឌីឡាវខ្លាំងណាស់អត្តពល Camp14 របស់យូមីនឡុងមរណភាពរបស់យូមីនឡុងបានធ្វើឲ្យមានការសោកស្ដាយយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកគាំទ្រនិងសហការីនៅក្នុងវិស័យសិល្បៈមនុស្សជាច្រើនបានចងចាំយូមីនឡុងថាជាមនុស្សចិត្តល្អនិងមានទេពកោសល្យសូម្បីតែអេនឌីឡាវក៏បានលើកឡើងជាមួយនឹងការសរសើរបង្ហាញទៅកាន់អ្នកគាំទ្រថាយូមីនឡុងនឹងត្រូវបានគេចងចាំនិងចងចាំជានិច្ចនៅក្នុងនាមជាមិត្តល្អនិងជាតារាសម្ដែងដ៏មានទេពកោសល្យម្នាក់កាន់តែនិយាយកាន់តែហូរទឹកភ្នែកមនុស្សលែងនៅទៀតហើយដូច្នេះពេលនេះគឺមានតែសម្លេងទេដែលអាចកំដរ fan បានមនុស្សខ្លះច្រឹកនៅក្រៅកាមេរ៉ាផ្សេងក្នុងកាមេរ៉ាផ្សេងតែគាត់គឺអត់ទេទន់ភ្លន់រួសរាយចិត្តល្អខ្លាំងពេករហូតដល់មានមតិខ្លះថាគាត់ fake Prugi Mini ដូចគាត់ភាគច្រើនមុខពីតែ fan ដែលតែងតែស្រឡាញ់ចូលចិត្តគាត់ជឿថាអ្វីដែលគាត់ធ្វើចេញមកតែប៉ុន្មានគឺជាចរិតពិតរបស់គាត់ជាមនុស្សម្នាក់ដែលអាចចំណាយពេលជាមួយនឹងក្មេងនិងសោតចិញ្ចឹមបាត់យ៉ាងល្អគាត់ពូកែលួងលោមនិងមើលថៃក្មេងណាសាស្រមៃមើលប្រសិនបើគាត់មានកូនតើគាត់នឹងស្រឡាញ់កូនគាត់ខ្លាំងប៉ុណ្ណាទៅតែគួរឲ្យស្ដាយមនុស្សអាក្រក់មិនបានទុកឱកាសឲ្យគាត់នោះទេឥឡូវនេះអ្នកគាំទ្រលេងទាំងផ្លូវក្រៅនិងផ្លូវក្នុងគឺសម្រោគដើម្បីរកយុត្តិធម៌ឲ្យអាហារដោយសារតែមើលទៅហាក់ដូចជាគ្មានពលិនៅយុត្តិធម៌ហើយបារម្ភចាំឲ្យច្បាប់កម្មធ្វើការវាយូរទៀតកាន់តែរន្ធត់ចិត្តតារាប្រុសជើងចាស់ហុងកុងវ័យ64ឆ្នាំលោកអេនឌីឡាវហៅលីតៅហួរទ្រាំលែងបានចេញមុខមកបបពាក្យផាំងប៉ុន្មានម៉ាត់បែបនេះទៅកាន់តារាប្រុសយូមីនឡុងនៅក្នុងការប្រគំតន្ត្រីរបស់ខ្លួនពេលឮថាយូមីនឡុងត្រូវបានគេបំពេញរាងកាយ5ទៅ6នាក់រួចសម្លាប់យ៉ាងព្រៃផ្សៃបោះចេញពីអគារដ៏ខ្ពស់ជាន់ទីតើយុត្តិធម៌នឹងមានសម្រាប់តារាប្រុសយូមីនឡុងហៅអាឡានយូដែរឬទេសហសិល្បករមួយរូបទៀតហើយបានបង្ហាញការសោកស្ដាយចំពោះការស្លាប់របស់យូមីនឡុងលោកអេនឌីឡាវហៅលីតៅហួរដែលជាតារាចម្រៀងនិងជាតារាសម្ដែងជាន់ខ្ពស់របស់ហុងកុងវ័យ64ឆ្នាំបានចូលរួមគោរពវិញ្ញាណក្ខន្ធរបស់តារាប្រុសដ៏សែនស្លូតបូសុភាពរៀបសារយូមីនឡុងអតីតតារាសម្ដែងចិនដែលបានទទួលមរណភាពកាលពីថ្ងៃទី11ខែកញ្ញាឆ្នាំ2025កន្លងទៅនៅក្នុងការប្រគំតន្ត្រីរបស់គាត់តារាប្រុសជើងចាស់អេនឌីឡាវបានច្រៀងចម្រៀងដ៏ពិសេសមួយបទដើម្បីរំលឹកទៅដល់យូមីនឡុងដែលបានបង្ហាញពីការគោរពនិងក្តីស្រឡាញ់ចំពោះមិត្តឬហៅថាសិស្សប្អូនដែលបានចាក់ចេញទៅជារៀងរហូតឡើងវិលត្រឡប់រឿងរ៉ាវនៃមិត្តភាពស្និទ្ធស្នាលរបស់អេនឌីឡាវនិងយូមីនឡុងត្រូវបានគេដឹងថាមានទំនាក់ទំនងស្និទ្ធស្នាលខ្លាំងនៅក្នុងវិស័យសិល្បៈអ្នកទាំងពីរត្រូវបានគេមើលឃើញជាញឹកញាប់ជាមួយគ្នាក្នុងឱកាសផ្សេងៗទាំងនៅលើឆាកនិងតាមបណ្ដាញសង្គមនានាតារាប្រុសយូមីនឡុងដែលបានស្លាប់នៅអាយុ37ឆ្នាំបន្ទាប់ពីធ្លាក់ពីលើអគារមួយជាន់ទី6បានបន្សល់ទុកនៅចំណាប់អារម្មណ៍ការសោកស្ដាយអាណិតសង្វេគយ៉ាងខ្លាំងទៅដល់មនុស្សជាច្រើនមិត្តនៅក្នុងពិភពសិល្បៈក៏ដូចជា fan រួមទាំងតារាប្រុសជើងចាស់ដ៏មានសមត្ថភាពទេពកោសល្យអេនឌីឡាវផងដែរការសរសើរនៅក្នុងការប្រគំតន្ត្រីរបស់លោកអេនឌីឡាវមិនត្រឹមតែច្រៀងបទដ៏ល្បីប៉ុណ្ណោះនោះទេប៉ុន្តែថែមទាំងចំណាយពេលមួយផ្លែតដើម្បីរំលឹកទៅដល់តួឯកប្រុសមានឈ្មោះល្បីល្បាញយូមីនឡុងទៀតផងអេនឌីឡាវនិយាយអំពីយូមីនឡុងជាមិត្តដ៏មានអត្ថន័យសម្រាប់គាត់ត្រូវបានគេមើលឃើញសូម្បីតែសម្លឹងមើលពេលកាន់ដៃរបស់គាត់ហាក់ដូចជាគាត់កំពុងតែនិយាយដោយផ្ទាល់ជាមួយនឹងយូមីនឡុងនៅអាណាចក្របកាប្រតិកម្មរបស់អ្នកគាំទ្រអេនឌីឡាវនិងយូមីនឡុង
មានការរំជួយចិត្តយ៉ាងខ្លាំងចំពោះការគោរពនេះពួកគេជាច្រើនបានបញ្ចេញមតិវិជ្ជមាននិងកោតសរសើរទៅដល់តារាប្រុស Andy Lau ដែលបានចងចាំតារាប្រុស Yu Min Long នៅក្នុងការប្រគំតន្ត្រីរបស់គាត់អ្នកគាំទ្រម្នាក់បាននិយាយថាតារាចម្រៀងវ័យចំណាស់រូបនេះមិនត្រឹមតែមករំលឹកដល់ Yu Min Long តែមួយមុខប៉ុណ្ណោះនោះទេតែនេះពិតជាបង្ហាញពីការគោរពចំពោះមិត្តរបស់ Andy Lau ខ្លាំងណាស់អត្តពល Camp 14 របស់ Yu Min Long មរណភាពរបស់ Yu Min Long បានធ្វើឲ្យមានការសោកស្ដាយយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកគាំទ្រនិងសហការីនៅក្នុងវិស័យសិល្បៈមនុស្សជាច្រើនបានចងចាំ Yu Min Long ថាជាមនុស្សចិត្តល្អនិងមានទេពកោសល្យសូម្បីតែ Andy Lau ក៏បានលើកឡើងជាមួយនឹងការសរសើរបង្ហាញទៅកាន់អ្នកគាំទ្រថា Yu Min Long នឹងត្រូវបានគេចងចាំនិងចងចាំជានិច្ចនៅក្នុងនាមជាមិត្តល្អនិងជាតារាសម្ដែងដ៏មានទេពកោសល្យម្នាក់កាន់តែនិយាយកាន់តែហូរទឹកភ្នែកមនុស្សលែងនៅទៀតហើយដូច្នេះពេលនេះគឺមានតែសម្លេងទេដែលអាចកំដរ fan បានមនុស្សខ្លះច្រឹកនៅក្រៅកាមេរ៉ាផ្សេងក្នុងកាមេរ៉ាផ្សេងតែគាត់គឺអត់ទេទន់ភ្លន់រួសរាយចិត្តល្អខ្លាំងពេករហូតដល់មានមតិខ្លះថាគាត់ fake Prugi Mini ដោយគាត់ភាគច្រើនមុខពីរតែ fan ដែលតែងតែស្រឡាញ់ចូលចិត្តគាត់ជឿថាអ្វីដែលគាត់ធ្វើចេញមកតែប៉ុន្មានគឺជាចរិតពិតរបស់គាត់ជាមនុស្សម្នាក់ដែលអាចចំណាយពេលជាមួយនឹងក្មេងនិងសោតចិញ្ចឹមបានយ៉ាងល្អគាត់ពូកែលួងលោមនិងមើលថៃក្មេងណាសាស្រមៃមើលប្រសិនបើគាត់មានកូនតើគាត់នឹងស្រឡាញ់កូនគាត់ខ្លាំងប៉ុណ្ណាទៅតែគួរឲ្យស្ដាយមនុស្សអាក្រក់មិនបានទុកឱកាសឲ្យគាត់នោះទេឥឡូវនេះអ្នកគាំទ្រលេងទាំងផ្លូវក្រៅនិងផ្លូវក្នុងគឺសម្រុកដើម្បីរកយុត្តិធម៌ឲ្យអាហារដោយសារតែមើលទៅហាក់ដូចជាគ្មានពលិនៅយុត្តិធម៌ហើយបារម្ភចាំឲ្យច្បាប់កម្មធ្វើការវាយូរទៀត